វីដេអូខ្លីអាចបបាខេត្តតកែវខកចិត្តចំពោះអ្នកសារព័ត៌មានទាក់ទាញចំណាប់អារម្មណ៍ពេញបណ្ដាញសង្គមភ្នំពេញវីដេអូខ្លីមួយរបស់អភិបាលខេត្តតកែវលោកវីសំណាងបង្ហាញការខកចិត្តចំពោះសារមួយពីអ្នកសារព័ត៌មានបានក្លាយជាប្រធានបទកំពុងផ្ទុះការចែករំលែកយ៉ាងទូលំទូលាយលើបណ្ដាញសង្គមក្នុងវីដេអូនេះអភិបាលខេត្តត្រូវបានអ្នកសារព័ត៌មានម្នាក់សួរថាតើលោកមានពេលទំនេរដើម្បីជួបទទួលទានកាហ្វេទេលោកបានឆ្លើយថាការស្នើសុំបែបនេះមិនសមស្របនឹងសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឡើយករណីនេះបានបង្កឲ្យមានការពិភាក្សាដ៏ខ្លាំងលើបណ្ដាញសង្គមហើយប្រតិកម្មពីសាធារណជនចែកចាយក្នុងទិសខុសៗគ្នាអ្នកប្រើប្រាស់មួយចំនួនគាំទ្រអភិបាលខេត្តដោយអះអាងថាអ្នកសារព័ត៌មានគួរតែរក្សាខ្សែព្រំវិជ្ជាជីវៈនិងទំនាក់ទំនងផ្លូវការជាមួយមន្ត្រីរដ្ឋអ្នកផ្សេងទៀតវិញការពារអ្នកសារព័ត៌មានដោយឲ្យហៅថាការអញ្ជើញជួបផឹកកាហ្វេមិនមែនអ្វីខុសទេប៉ុន្តែជារបៀបសម័យថ្មីក្នុងការបង្កើតទំនាក់ទំនងនិងប្រមូលព័ត៌មានលោកផែងវណ្ណៈអ្នកសារព័ត៌មានបុគ្គលដែលល្បីល្បាញម្នាក់បានសម្ដែងការមិនពេញចិត្តចំពោះការរើសអើងអ្នកសារព័ត៌មាននិងការចម្កោងខ្លួនជាមន្ត្រីជាន់ខ្ពស់ដែលអ្នកសារព័ត៌មានមិនគួរអញ្ជើញមន្ត្រីជាន់ខ្ពស់ជួបគ្នាឬទទួលទានកាហ្វេជាមួយគ្នាលោកវណ្ណៈបានសរសេរនៅលើបណ្ដាញសង្គមថាហៅគេផឹកកាហ្វេហៅគេស៊ីបាយប្រយ័ត្នគេថាគ្មានវិជ្ជាជីវៈនេះហើយមន្ត្រីពលនឹងអំនួតឈួតនឹងអំណាចគេថាខ្លួនខ្ពង់ខ្ពស់មិនរឹបអ្នកទៀតលោកពុយគាប្រធានក្លឹបអ្នកកាសែតកម្ពុជា CCJ បានឲ្យដឹងថាលោកមិនយល់ថាវាជាទង្វើខុសឆ្គងឬត្រឹមត្រូវទេលោកបានថ្លែងថាយោងតាមព័ត៌មានបឋមដែលលោកទទួលបានការប្រើប្រាស់ពាក្យពេចន៍នៃសំឡេងធូនទំនាក់ទំនងជាអ្នកស្គាល់គ្នាឬជាមិត្តភ័ក្តិទៅលោកអភិបាលខេត្តគាត់គិតពីឋានានុក្រមពីមន្ត្រីរាជការពីការស្គាល់រាប់អានគ្នាជិតស្និទ្ធកម្រិតណានោះលោកយល់ថាអ្នកសារព័ត៌មានហាក់ដូចជាស្គាល់អភិបាលខេត្តពីមុនហើយភាពស្និទ្ធស្នាលនេះធ្វើឲ្យអភិបាលខេត្តមានការគិតថាវាផ្សារភ្ជាប់ពីក្រមសីលធម៌វិជ្ជាជីវៈលោកបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថាមិនមែនទៅខ្ញុំមិនទាន់ទទួលបានព័ត៌មានពីអ្នកសារព័ត៌មានដែលខលទៅណាត់ជួបអភិបាលខេត្តទទួលទានកាហ្វេដូច្នេះវាពិបាកបែងចែកនិងវាយតម្លៃឲ្យបានពិតប្រាកដថាតើគាត់ប្រើពាក្យភាសាអីអញ្ចឹងមែនឬយ៉ាងណាលោកទេពអាសនារិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថាការជួបជាមួយមន្ត្រីសាធារណៈអាចត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការបង្កើតទំនាក់ទំនងក្នុងវិស័យការងារប៉ុន្តែវាត្រូវបង្ហាញពីគោលបំណងវិជ្ជាជីវៈច្បាស់មានតម្លាភាពនិងគោរពក្រមសីលធម៌វិជ្ជាជីវៈដើម្បីលើកតម្កើងតម្លៃការងារវិជ្ជាជីវៈនិងសេវាកម្មព័ត៌មានសម្រាប់ប្រយោជន៍សាធារណៈនិងសង្គមជាតិដោយមិនសំដៅទៅលើករណីណាមួយជាក់លាក់លោកអាសនារិទ្ធបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាអ្នកកាសែតនិងប្រភពព័ត៌មានតែងមានសិល្បៈក្នុងការបង្កើតទំនាក់ទំនងដែលវាសំដៅទៅលើការប្រាស្រ័យទាក់ទងគ្នាឧទាហរណ៍វាអាចជាឱកាសណែនាំខ្លួនទៅគ្នាឬក៏ពង្រឹងទំនាក់ទំនងក្នុងការងារប្រចាំថ្ងៃលោកបានបន្តទៀតថាវាមិនជារឿងខុសឆ្គងទេការដែលប្រាស្រ័យទាក់ទងគ្នាហើយនៅក្នុងវិស័យការងារទូទៅអាចត្រូវបានគេចាត់ទុកថាវាជាផ្នែកមួយនៃការកសាងទំនាក់ទំនងដែរបាទព័ត៌មាននេះមានតែប្រមាណប៉ុណ្ណេះបងប្អូនទាំងគ្នាសូមអធិស្ឋានផងបើសិនជាការអានរបស់ខ្ញុំបាទខុសឆ្គងអក្សរយ៉ាងណាមួយ
បងប្អូនអធិស្ឋានហើយបងប្អូនណាដែលមកថ្មីអត់តែបានចុច Subscribe Channel Sat New បងប្អូនអាចជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីនឹងទទួលបានព័ត៌មានវីដេអូថ្មីៗជាបន្តទៀតបាទគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា